បាទនេះជាវីដេអូណែនាំពីរបៀបភ្ជាប់កាមេរ៉ាច្រើនគ្រាប់ទៅនឹង app តែមួយបាទនៅនេះសម្រាប់បងប្អូនដែលជាវកាមេរ៉ាទៅច្រើនគ្រាប់ហើយចង់ភ្ជាប់បាទកាមេរ៉ាទាំងនោះទៅនឹង app តែមួយបងប្អូនសូមមើលវីដេអូនេះណាបាទទី1បងប្អូនដោតខ្សែភ្លើងទៅនឹងឧបករណ៍របស់យើងសិនណារងចាំដំណើរការសិនបន្ទាប់ពីឧបករណ៍ដំណើរការហើយបងប្អូនចុចទៅលើសញ្ញាបូកនេះណាបាទចុចប៉ក់ចឹងមកបាទនៅពេលដែលបងប្អូនចុចសញ្ញាបូករួចឧបករណ៍នេះនឹងទាមទារ QR code ដែលមានជាប់នៅលើម៉ាស៊ីនណាបាទជាប់នៅលើម៉ាស៊ីនឧបករណ៍កាមេរ៉ា Wi-Fi របស់យើងហ្នឹងបាទអញ្ចឹងនេះបងប្អូនscan យក QR code ដែលមានភ្ជាប់នៅលើឧបករណ៍របស់យើងបាទនេះភ្ជាប់បានហើយបាទបន្ទាប់ពីភ្ជាប់រួចបាទបងប្អូនចុចទៅលើសញ្ញាគ្រីសណាបាទនៅលើរង្វង់មូល policy នេះសញ្ញាគ្រីសនេះបាទសញ្ញារង្វង់មូលនេះបងប្អូនចុចគ្រីសបាទតមកទៀតបងប្អូនចុចបន្ទាប់ណាបាទទៅពេលនេះapp របស់យើងកំពុងតែ scan ណា scan ចាប់ឧបករណ៍រលកសញ្ញា Wi-Fi បាទដើម្បីយកមកប្រើប្រាស់ទៅលើឧបករណ៍ Wi-Fi ឧបករណ៍កាមេរ៉ាសុវត្ថិភាពរបស់យើងណាបាទបន្ទាប់ពីចេញបែបនេះមកបងប្អូនចុច next ទៀតបាទបន្តមកទៀតបងប្អូនចុច confirm បាទបន្តមកទៀតនៅពេលដែលចេញ QR code បែបនេះនៅលើទូរស័ព្ទបងប្អូនយកឧបករណ៍កាមេរ៉ា Wi-Fi របស់យើងនឹង scan ណាបាទ scan ឲ្យចំនៅក្របភ្នែករបស់កាមេរ៉ាសុវត្ថិភាពរបស់យើងបាទយក QR code ដែលមាននៅលើទូរស័ព្ទហ្នឹងបាទ scan ធ្វើដូចខ្ញុំបែបនេះបាទបងប្អូនអូសចិត្តឆ្ងាយបែបនេះដើម្បីឲ្យឧបករណ៍របស់យើងចាប់សញ្ញានិងចាប់ QR code ដែលមានលើទូរស័ព្ទបាទពេលនេះវាបាន connect ហើយបាទវាបានស្គាល់គ្នាហើយបាទបងប្អូនរងចាំបន្តិចបាទឥឡូវរួចរាល់ហើយបាទវាបាន support គ្នាហើយអញ្ចឹងដល់ចំណុចនេះបងប្អូនដឹងហើយគឺកន្លែងនេះគឺជាទីតាំងមួយសម្រាប់ដាក់ឈ្មោះកាមេរ៉ាសុវត្ថិភាពឧទាហរណ៍ថាបងប្អូនមានច្រើនកន្លែងដូចបានភ្ជាប់ពីដំបូងអញ្ចឹងដល់ចំណុចនេះគឺដូចគ្នាបាទគឺបងប្អូនដាក់ឈ្មោះកាមេរ៉ារបស់យើងទី1ទី2ទី3នៅកន្លែងណាអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីបងប្អូនដាក់រួចបងប្អូនចុច get start នេះណាបាទបន្តមកទៀតបងប្អូនចុច next បាទរួចរាល់ហើយបន្តមកទៀតបងប្អូនចុច done ណាបាទហើយបន្តមកទៀតបងប្អូនចុច get start ណាបាទអូខេរួចរាល់អញ្ចឹងបងប្អូនបានកាមេរ៉ាមួយគ្រាប់ទៀតនៅក្នុង app ហើយបាទអញ្ចឹងនេះជាកាមេរ៉ាទី2បាទពីមុនបាទក្នុង app របស់ខ្ញុំមានមួយគ្រាប់ឥឡូវខ្ញុំថែមមួយគ្រាប់ទៀតអញ្ចឹង1 2 3 4ហ្នឹងបងប្អូនធ្វើដូចគ្នាណាបាទបងប្អូនចុចកន្លែង add ដូចគ្នាណាកន្លែងបូកសញ្ញាបូកដូចគ្នាបាទនេះកាមេរ៉ារបស់យើងដំណើរការហើយនេះគឺដូចគ្នាសម្រាប់memory ឬក៏កាមេរ៉ាសុវត្ថិភាពថ្មីគេទាមទារឲ្យយើងformat នៅ memory ចាស់ឬឯកសារចាស់ដែលមានចោលណាបាទអរគុណច្រើនបងប្អូននៅពេលបងប្អូនចុច format រួចវានឹងដំណើរការដូចនឹងកាមេរ៉ាផ្សេងដែរណាបាទអរគុណ